លោកបន្តមកទៀតសូឡែតនឹងបាននិយាយមើងងាយទៅដល់ណូអែលដែលជាក្មេងស្រីដ៏ទន់ខ្សោយសំបីតែញ៉ាំអាហារហ្នឹងក៏នៅតែតេះដៀលណូអែលបន្ថែមចំណែកណូអែលនេះវិញហ្នឹងគឺនាងមិនអាចតមាត់នឹងតវ៉ាអ្វីបាននោះទេក្រៅតែពីទទួលបានពាក្យសម្ដីរិះគន់របស់បងប្រុសរបស់នាងដែលជាសូឡែតអីហ្នឹងលោករៀងធំបន្តិចហ្នឹងណូអែលរបស់យើងត្រូវបានគេមើងងាយគឺដូចជាគេរើសអើងមែនទែនបងប្រុសរបស់គេដែលជាណូសាហ្នឹងបាននិយាយដែរថាក្រុមសមាជិកនៃអ្នកវិទ្យាវិទ្យាមុនដែលស័ក្តិសមជាមួយណូអែលដែលត្រូវចូលបំផុតហ្នឹងគឺជាក្រុមនៃក្របីខ្មៅណូសានៃប្រាអីហ្នឹងបាននិយាយដែរថាក្រុមក្របីខ្មៅហ្នឹងគឺជាក្រុមដែលអត់និយាយស័ក្តិសមបំផុតសម្រាប់ណូអែលដើម្បីទៅចោះចូលជាមួយនឹងក្រុមមួយហ្នឹងដែលសារតែណូអែលហ្នឹងមិនអាចគ្រប់គ្រងសម្បត្តិវិទ្យាមុនរបស់ខ្លួនឯងអញ្ចឹងហើយនឹងចូលក្រុមដែលអត់ជាងគេទៅវាស័ក្តិសមបំផុតហើយងាកមកមើលនេះពេលបច្ចុប្បន្ននេះវិញណូអែលបាននិយាយដែរថាគាត់នៅតែមិនអាចចោះចាញ់នោះទេណូសាហ្នឹងនៅរារាំងការពារណូអែលនៅពីមុខចំណែកណូអែលហ្នឹងនៅតែព្យាយាមប្រើស៊ីប្រាកងរបស់នាងប៉ុន្តែការវាយប្រហារនិងការបើកនៅវិទ្យាមុនរបស់នាងហ្នឹងគឺថានៅតែមិនអាចបើកចេញនៅក្នុងការវាយប្រហារនោះឡើយ Kevin ហ្នឹងនាងបាននិយាយដែរថាមើលតែពួកអ្នកទាំងអស់គ្នាមិនថាតែខំប្រឹងយ៉ាងណានោះទេក៏នៅតែមិនអាចយកឈ្នះនាងបានដល់ដែរហ្នឹងប៉ុន្តែ Solid ហ្នឹងនៅតែនិយាយថាបើមិនអាចបំបែក spell មួយហ្នឹងនោះទេពួកគេមិនអាចចាក់ចេញពីទីកន្លែងមួយហ្នឹងបានដោយងាយៗនោះឡើយគ្រាន់តែពេលឮពាក្យ spell ភ្លាមហ្នឹងណូអែលនាងក៏ចាប់ផ្ដើមនឹកឃើញទៅដល់ spell របស់នាងដែលនាងបានប្រើបារៀទឹកដ៏ធំមួយហើយក៏វាមិនអាចគ្រប់គ្រងបាននោះដែរនាងនៅពេលនេះហ្នឹងគឺបានបង្កើតនៅបារៀមួយហ្នឹងហើយឲ្យ Nosa ហ្នឹងគឺថាហុំព័ទ្ធទៅកាន់គ្នារបស់នាងគ្រប់គ្នាដើម្បីកុំឲ្យឆ្លក់ទៅចំណែកបន្ទប់ដែល Kevin បានរុំព័ទ្ធហ្នឹងគឺនៅពេលនេះត្រូវបានលិចទៅដោយទឹកហើយ Kevin ហ្នឹងគឺនាងមិនអាចដកដង្ហើមនៅក្នុងទឹកនោះទេនៅពេលហ្នឹងផងដែរហ្នឹងគឺនាងត្រូវបានការវាយប្រហារអំពី Nosa មើលទៅនៅពេលនេះហ្នឹង Kevin នាងមិនអាចវាយប្រហារទៅដល់ពួក Nosa និង Noel វិញបាននោះទេត្រូវបាន Noel និង Nosa ហ្នឹងវាយប្រហារទៅដល់នាងបាត់ទៅហើយក្រោយពីវាយប្រហារទទួលជ័យជំនះហើយហ្នឹង Noel ក៏ទទួលបានការសរសើរហ្នឹងអំពី Nosa ដែល Nosa បាននិយាយដែរថាមិនថាទោះបីជាពួកគេបានមើងងាយទៅដល់ Noel យ៉ាងណាក៏ដោយប៉ុន្តែវេទមន្តរបស់ Noel នៅពេលនេះហ្នឹងគឺថាខ្លាំងជាងពួកគេទៅទៀតអញ្ចឹងហើយហ្នឹង Noel ពិតជាស័ក្តិសមពិតមែននៅក្នុងគ្រួសាររាជវង្សមួយនេះក្រោយតែពីឮពាក្យបងប្រុសរបស់ខ្លួនសរសើរទៅដល់ខ្លួនអញ្ចឹងហើយហ្នឹងគឺថាមិននឹកស្មានដល់នោះទេប៉ុន្តែនៅពេលហ្នឹងផងដែរគាត់បាននិយាយដែរថាការវាយប្រហារមួយនេះមិនទាន់ចប់នោះទេនៅពេលហ្នឹងគាត់ត្រូវបានត្រនិចលាលការមួយចាក់ទៅដល់ដើមទ្រឹងរបស់គាត់បាត់ទៅហើយចំណែក spell ដែលបានឃុំបន្ទប់ហ្នឹងគឺវាបានបង្កើតឡើងមកវិញហើយអ្នកដែលបានបង្កើតហ្នឹងគឺជា Kevin នឹងឯងនៅពេលនេះហ្នឹងគឺនាងអាចបំបែកនៅប្រាក់មួយហ្នឹងចេញមកវិញទៅហើយចំណែក Nosa ឯនេះវិញហ្នឹងត្រឹមបានតែដេកដួលសន្លប់នឹងឯងហើយ Kevin ហ្នឹងគឺនាងបាននិយាយដែរថាគ្មាននរណាម្នាក់នឹងអាចទប់ទល់ជាមួយនឹងនាងបានម្ដងទៀតនោះទេនៅពេលហ្នឹង Noel ក៏បានបង្កើតនៅ spell មួយមកទៀត Noel បាននិយាយដែរថាពីព្រោះតែនាងហ្នឹងគឺជានាងគឺជានាងតែម្នាក់គត់ដែលអាចទប់ទល់ជាមួយនឹង Kevin បាននៅពេលហ្នឹងនាងក៏បានបង្កើតនៅ spell មកមួយទៀតហើយវាពិតជាសកម្មមែនតើ spell មួយហ្នឹងមិនមែនចេះមានមកតែងាយៗនោះទេគ្រាន់តែពីក្រែមូរបស់នាងបានបង្កើតនៅសន្លឹកថ្មីមកភ្លាមហ្នឹង Noel នៅពេលនេះនាងក៏បានបង្កើតនៅអាវក្រោះរបស់នាងគឺជាអាវក្រោះទឹកហើយអាវក្រោះមួយហ្នឹងគឺវាមានឈ្មោះរបស់វាផងដែរថា Valkyrian Among ក្រោយឃើញ Noel នាងបានបញ្ចេញ spell បែបហ្នឹងហើយហ្នឹងធ្វើឲ្យ Kevin បាននិយាយដែរថា spell មួយហ្នឹងគឺពិតជាមានថាពលខ្លាំងពិតមែននាងក៏បានបើកការវាយប្រហារទៅដល់ Noel ប៉ុន្តែការវាយប្រហារដល់លឿនមួយនេះហ្នឹងគឺត្រូវបាន Noel កិច្ចយ៉ាងលឿនតែម្ដងបើទោះបីជា Noel អាចកិច្ចផុតអំពី spell របស់នាងក៏ដូចជាការវាយប្រហាររបស់នាងក៏ដោយក៏ Kevin នៅតែនិយាយថា Noel ហ្នឹងគឺមិនអាចកិច្ចវាបានដោយងាយៗនោះទេប៉ុន្តែ Noel នៅពេលនេះហ្នឹងមើលទៅដូចជាម្ដាយរបស់នាងអញ្ចឹងហើយ Nosa ហ្នឹងក៏បានសម្លឹងមើលទៅកាន់ Noel ជាមួយនឹងឈុតអាវក្រោះទឹករបស់នាងប្រៀបដូចជាម្ដាយរបស់ Noel អញ្ចឹងដោយសារតែម្ដាយរបស់ Noel ប្រើជាមួយនឹងប្រាក់ចំណែក Noel ប្រើជាមួយនឹងធាតុទឹកហើយនៅពេលនេះហ្នឹងគឺថា Noel ប្រៀបដូចជាម្ដាយរបស់នាងបេះដាក់តែម្ដងមាត់ជាមួយនឹងអាវក្រោះរបស់នាងប្រៀបដូចជាម្ដាយទៅហើយប៉ុន្តែមើលទៅថាពលវេទមន្តហ្នឹងក៏មិនចាញ់ជាមួយនឹងម្ដាយរបស់នាងប៉ុន្មាននោះដែរនាងក៏បានបង្កើតថាពលរបស់នាងកាន់តែខ្លាំងឡើងចំណែកត្រនិចលាលការមួយហ្នឹងគឺវាវិលទៅខាងស្ដាំ Noel ក៏បានបង្កើតទឹករបស់នាងហ្នឹងវិលទៅខាងឆ្វេងវិញម្ដងក្រោយមកហ្នឹងឃើញថា Kevin នៅពេលនេះបានចាញ់ទៅក្នុងស្នាដៃរបស់ Noel ទៅហើយប៉ុន្តែការវាយប្រហារដែលឈ្នះមួយហ្នឹងវាមិនបានយូរនោះទេនៅពេលហ្នឹងផងដែរហ្នឹង Efrain ដទៃទៀតក៏បានលេចវត្តមានមកដល់ទីកន្លែងមួយហ្នឹងដែល Noel នៅពេលនេះហ្នឹងគឺនាងស្ទើរតែអស់វេទមន្តនាងទៅហើយ Efrain មួយហ្នឹងបាននិយាយដែរថារឿងរ៉ាវទាំងអស់នេះហ្នឹងគឺគាត់មិនអោយកាត់ឡើងទៀតនោះទេក៏បានបើកការវាយប្រហារទៅដល់ Solid ប៉ុន្តែនៅពេលហ្នឹងគឺមាន Trip Magic មួយចេញមករារាំងហើយ Trip Magic មួយហ្នឹងក៏បានបាញ់ទៅដល់អាប៉ែមួយហ្នឹងវិញអ្នកដែលបានបង្កើត Trip Magic ហ្នឹងគឺជា Sora ក៏បាននាំក្មេងប្រុសពេទ្យម្នាក់មកព្យាបាលក្មេងប្រុសម្នាក់ហ្នឹងចុះទៅដីហើយបាននិយាយដែរថាឆាប់ទៅព្យាបាលអ្នកដទៃទៀតដែលកំពុងតែមានរបួសឲ្យលឿនឡើងទៅឬអ្នកប្រយុទ្ធវេទមន្តអ្នកប្រយុទ្ធវេទមន្តដែលចាញ់ខ្សែរាជវង្សមិនថាទោះបីជាគេខ្លាំងអស្ចារ្យប៉ុណ្ណាក៏ដោយក៏ប៉ុន្តែពួកគេក៏នៅតែចាញ់ដដែលហ្នឹងតើនេះឬគឺជាខ្សែរាជវង្សដែលពួកឯងតែងតែនិយាយតគ្នាថាគឺជាអ្នកដែលខ្លាំងមានថាមពលអស្ចារ្យជាងពួកអ្នកក្រីក្រប៉ុន្តែបែរជាមិនអាចការពារក្រុមគ្រួសាររបស់ខ្លួនឯងទៅវិញក្នុងនាមជាខ្លួនឯងហ្នឹងកាពីតែនក្រុមនៅអេនទ្រីពួកប្រាក់ផងដែរក្រោយតែពីឮពាក្យសូរ៉ាឌីទៅដល់ខ្លួនចឹងហើយហ្នឹង Noser គេក៏បានគិតឃើញទៅដល់ពាក្យសម្ដីដែលម្ដាយរបស់ Noel ហ្នឹងបានផ្ដាំទៅដល់ Noser ថាឲ្យការពារទៅកាន់បងប្អូនរបស់គេផង Noel ហ្នឹងប្រហែលជាប្រើវេទមន្តទឹកដូចជាបងប្អូនដទៃទៀតដូចជា Solid អីអញ្ចឹងទៅចំណែក Sora ហ្នឹងនៅតែព្យាយាមឌីលទៅដល់អ្នកដទៃទៀតដែលជាគ្រួសាររាជវង្សប៉ុន្តែ Noel និយាយថាបានហើយប៉ុន្តែនៅពេលហ្នឹង Noser ក៏បានងើបឡើងមកវិញដោយនិយាយថាមែនហើយក្នុងនាមគាត់គឺជាមេក្រុមគឺជាកាពីតែននៃក្រុមមន្ត្រីប្រាក់ត្រូវតែងើបឈរតស៊ូឡើងម្ដងទៀតហើយពី Noser បានងើបឈរឡើងមកវិញហើយហ្នឹងអ្នកទាំងអស់គ្នាក៏បានបើកការវាយប្រហារទៅដល់ Efrain ដែលមានវត្តមាននៅទីកន្លែងមួយហ្នឹងមើលទៅពួកគេហ្នឹងពិតជាសហការគ្នាល្អមែនទែន Trip Magic ក៏បានប្រើប្រាស់យ៉ាងល្អតែម្ដងអ្វីដែលមិននឹកស្មានដល់ក្នុងរយៈពេល500ឆ្នាំមុនគ្មាននរណាម្នាក់ហ្នឹងប្រើ Trip Magic នោះទេពួកគេទាំងអស់គ្នាហ្នឹងមិនដឹងថា Trip Magic ហ្នឹងគឺជាវេទមន្តអ្វីនោះឡើយពួកគេ
គេបាននិយាយថាតើនេះគឺជា spell អ្វីពិតប្រាកដសូរ៉ាហ្នឹងគាត់មិនខ្វល់នោះទេសំខាន់ហ្នឹងឲ្យតែវាប្រហារទៅដល់ពួកអ្នកទាំងហ្នឹងគឺជា trick magic ដើម្បីវាប្រហារចំណែកកាប៉ីតានអត្រីប្រាក់ក៏បានបង្កើតនៅទឹកភ្លៀងប្រាក់ Noel ហ្នឹងក៏បានបង្កើតនៅជាមួយនឹង Sea Dragon របស់នាងបើការវាប្រហារផ្ទុំគ្នាជាមួយនឹង Efresh នៅទីកន្លែងមួយហ្នឹងតែម្ដងនេះមើលទីតាំងនៃគ្រួសាររបស់ Vermilion នៅវិញដែលជាទីតាំងមួយរបស់ក្រុមគ្រួសាររបស់ Mimosa ជាមួយនឹង Creed អំឡុងពេលហ្នឹងផងដែរនេះ Creed ក៏បានប្រើ spell របស់គាត់ដែលជាផ្កា Sakura ហ្នឹងដើម្បីហុំព័ទ្ធនៅទីកន្លែងមួយហ្នឹងចំណែក Mimosa ហ្នឹងនៅតែព្យាយាមបើក hologram ដើម្បីពិនិត្យមើលស្ថានភាពទីកន្លែងមួយហ្នឹងស្រាប់ពេលដែល David ក៏បានមកដល់ទីកន្លែងមួយហ្នឹង David បាននិយាយថាសួស្ដីអ្នកទាំងអស់គ្នាមើលទៅពួកអ្នកទាំងអស់គ្នាហ្នឹងកំពុងតែខំធ្វើការហើយកុំខ្លាចខ្ញុំអីខ្ញុំសង្ឃឹមថាខ្ញុំគ្រាន់តែអាចនិយាយពាក្យថាសួស្ដីទៅកាន់អ្នកគ្រប់គ្នាតែប៉ុណ្ណោះបើសិនជាខ្ញុំចង់កម្ចាត់ទៅកាន់អ្នកគ្រប់គ្នាមែនហ្នឹងគឺថាអ្នកគ្រប់គ្នាអាចនឹងស្លាប់ភ្លាមៗនៅទីកន្លែងមួយហ្នឹងតែម្ដងមិនមែនមកអង្គុយមើលនឹងឈោមើលខ្ញុំនៅពេលនេះនោះទេនិយាយពីថា David ហ្នឹងមួយម៉ាត់ណាមកហ្នឹងគឺឌឺតែម្ដងមើលទៅគាត់ហ្នឹងប៉ិនឌឺមែនតើ David ក៏បាននិយាយបញ្ជាក់ទៀតថាអ្វីសំខាន់នៅពេលនេះហ្នឹងគឺគួរតែកម្ចាត់ទៅកាន់ស្ដេចមុនគេហើយងាកមកមើលកន្លែងព្រះរាជវាំងឯណាវិញអំឡុងពេលដែល David និយាយអំពីស្ដេចហ្នឹងក្រែងគ្រីសបានចូលទៅអុកលោកនៅទីកន្លែងមួយហ្នឹងទៅហើយក៏បានវាប្រហារទៅកាន់ឪពុករបស់ខ្លួនបន្ថែមទៀតផងស្ដេចហ្នឹងក្រោយពីឃើញឡើងគ្រីសធ្វើទង្វើបែបហ្នឹងវាប្រហារទៅដល់ឪពុករបស់ខ្លួនហ្នឹងគឺគាត់មិនជឿជាក់ទៅដល់ឡើងគ្រីសទៀតនោះទេហើយគាត់ហ្នឹងគឺបានបើកជាមួយនឹង magic របស់គាត់ហើយ magic របស់គាត់ហ្នឹងមិនដឹងជាស្អីតស្អីនោះទេចេញរូបសំណាក់ឯណាទៅវិញក្រោយមកហ្នឹងឡើងគ្រីសមិនខ្វល់នោះទេក៏បានបើកការវាប្រហារទៅដល់រូបសំណាក់មួយហ្នឹងដាច់ជាពីរតែម្ដងមើលទៅកាន់ស្ដេចនៅពេលនេះហ្នឹងគឺមិនអាចតវ៉ាអ្វីនោះទេ Fanny នេះវិញហ្នឹងគឺនាងព្យាយាមចេញទៅជួយជាមួយនឹងឡើងគ្រីសដោយនិយាយថាកុំធ្វើអញ្ចឹងអីឡើងគ្រីសហ្នឹងនៅតែមិនស្ដាប់ក៏បានវាប្រហារទៅដល់នាងហើយនៅអំឡុងពេលដែលវាប្រហារហ្នឹងសំណាងល្អខ្លាំងណាស់ដែលបង Prof Funeral ហ្នឹងបានចេញមកជួយទាន់បង Prof Funeral ក៏បានអោបជាមួយនឹង Fanny នៅទីកន្លែងមួយហ្នឹងហើយក៏បានទូទៅកាន់នាងថាមិនអីទេអីក្រោយតែពី Funeral បានបង្ហាញខ្លួននៅទីកន្លែងមួយហ្នឹងហើយហ្នឹងមេក្រុមទាំងពីរនាក់ក៏បានមកដល់នៅទីកន្លែងមួយហ្នឹងតែម្ដងមើលទៅការដើរទៅក៏ឌឺគ្នាដែរទោះបីជាមានអ្នកប្រយុទ្ធវេទមន្តមកទីនេះប្រហែលអ្នកក៏ដោយក៏ឡើងគ្រីសនៅតែមិនខ្លាចហើយក៏បានសួរដែរថាតើកំចាត់ទៅដល់អ្នកក្រៅយ៉ាងម៉េចហើយនៅពេលហ្នឹងក៏បានបិទ Speed Magic វាប្រហារទៅដល់អ្នកទាំងពីរប៉ុន្តែអ្នកទាំងពីរហ្នឹងគឺថាមិនអន់នោះទេអំឡុងពេលដែលពួកគេវាប្រហារគ្នាហ្នឹងឪពុករបស់ Funeral បាននិយាយដែរថា Funeral ហ្នឹងត្រឹមតែជាម្នាក់ប្រើប្រាស់វេទមន្ត Teleport តែប៉ុណ្ណោះមិនអាចយកឈ្នះទៅដល់អ្នកដទៃដូចជាឡើងគ្រីសអីនោះទេប៉ុន្តែនៅពេលហ្នឹងមេក្រុមយ៉ាងមីថានិយាយច្រើនមែនអាបែកហ្នឹងឆាប់ចេញទៅឆ្ងាយផុតទៅមើលងាយតាំងពីកូនខ្លួនឯងមិនស្គាល់អីណាទៅវិញ Finny ហ្នឹងនាងមុននឹងចាស់ចេញបាននិយាយដែរថាឲ្យ Funeral ហ្នឹងមើលថែខ្លួនឲ្យបានល្អផងចំណែកស្ដេចហ្នឹងបាននិយាយដែរថាហាអាមិនមិនយកគាត់ចាក់ចេញពីដំបូងទៅទុកឲ្យគាត់នៅទីហ្នឹងធ្វើអីបង Professor ក៏បានបិទភូថប៉ុន្តែត្រូវបានឡើងគ្រីសហ្នឹងបំបិទភូថនៅទីកន្លែងមួយហ្នឹងភ្លាមៗតែម្ដងមិនឲ្យស្ដេចចាក់ចេញនោះទេចំណែកមេក្រុម Jack Rapper ហ្នឹងក៏បានវាប្រហារទៅដល់គេមើលទៅកាន់មេក្រុម Jack Rapper ខំវាប្រហារទៅដល់ឡើងគ្រីសទៅប៉ុន្តែត្រូវបានវេទមន្ត Teleport មួយហ្នឹងទាញយកជាមួយនឹង spell របស់គាត់ទៅកន្លែងផ្សេងលុះបន្តមកទៀតហ្នឹងមេក្រុម Yami បង Professor ជាមួយនឹង Jack Rapper បានធ្វើការសហការគ្នានៅក្នុងការវាប្រហារទៅដល់ឡើងគ្រីសនៅទីកន្លែងមួយហ្នឹងដោយមានជំនួយអំពីបង Professor បើកជាមួយនឹង portal ដើម្បី Teleport ហ្នឹងមេក្រុម Yami Teleport វាប្រហារទៅដល់ឡើងគ្រីសប៉ុន្តែវាមិនចង់នោះទេចំណែកមេក្រុម Jack Rapper ហ្នឹងបាននឹកឃើញទៅដល់ការប្រើ spell របស់គាត់ហើយគាត់ហ្នឹងក៏បានកាប់ជាមួយនឹង Speed Magic ទាំងអស់ហ្នឹងឲ្យដាច់ជា2ជា3តែម្ដងឃើញ Jack ធ្វើអញ្ចឹងហើយហ្នឹងមេក្រុម Yami ក៏បានប្រើប្រាស់ជាមួយនឹង Dark Clock របស់គាត់ចូលវាប្រហារទៅដល់ឡើងគ្រីសនៅទីកន្លែងមួយហ្នឹងវាពិតជាមានប្រសិទ្ធភាពមែនទែនហើយនៅពេលហ្នឹងផងដែរហ្នឹងអ្នកទាំងពីរក៏រងការវាប្រហារអំពីឡើងគ្រីសតែម្ដង Jack ត្រូវបានវាប្រហារទម្លុះជញ្ជាំងចំណែកមេក្រុម Yami វាប្រហារទម្លាក់ចុះទៅខាងក្រោមនៃអគារនៅពេលនេះហ្នឹងក៏តែឡើងគ្រីសជាមួយនឹង Funeral តែប៉ុណ្ណោះឱកាសល្អបែបនេះហើយហ្នឹង Funeral ត្រូវបានរងការវាប្រហារអំពីឡើងគ្រីសតែម្ដងប៉ុន្តែនៅពេលហ្នឹងមេក្រុម Yami Jack Rapper ក៏បានចេញមកវិញដោយសារតែមុននឹងបន្តិចបង Prof Funeral គាត់ក៏បានបើកជាមួយនឹង Speed Magic មួយហ្នឹងឲ្យទៅតាមអ្នកទាំងពីរក៏ដូចជាហៅអ្នកទាំងពីរមកវិញមើលទៅកាន់ឡើងគ្រីសនៅពេលនេះហ្នឹងគឺថាបានត្រឹមតែបើកភ្នែកធំៗតែប៉ុណ្ណោះដោយសារតែគេហ្នឹងចូលមកគៀកខ្លួនបាត់ទៅហើយខ្លួនហ្នឹងគឺមិនអាចតតដៃបានដោយលឿននោះទេសារអញ្ចឹងហើយដល់ពេលនេះហ្នឹងត្រឹមតែបានស៊ីពីកំបិតរបស់គេតែប៉ុណ្ណោះបើទោះបីជាឡើងគ្រីសត្រូវបានស៊ីពីកំបិតអញ្ចឹងទៅហើយប៉ុន្តែនៅពេលនេះកំហឹងរបស់គេហ្នឹងកាន់តែពុះកញ្ជ្រោលឡើងគេក៏បានទម្លុះនៅដំបូលអគារនៅទីកន្លែងមួយហ្នឹងភ្លាមៗតែម្ដងចំណែកបង Prof Funeral ក្រោយពីឃើញឡើងគ្រីសកំពុងតែមានគំនុំគុំគួននឹងខឹងពុះកញ្ជ្រោលដល់ម្លឹងទៅហើយហ្នឹងគាត់ក៏បាននឹកឃើញដែរថាគាត់ជាអ្នកដោះស្រាយម្ដងទុកឲ្យមេក្រុមទាំងពីរនាក់ហ្នឹងនៅឈរមើលគាត់វិញម្ដងគាត់ក៏បានប្រើប្រាស់ជាមួយនឹង Speed Magic មួយហ្នឹងធ្វើឲ្យឡើងគ្រីសហ្នឹង Teleport មកក្បែរគាត់ហើយគាត់ហ្នឹងក៏បានវាប្រហារទៅដល់ឡើងគ្រីសហ្នឹងមួយដៃនៅទីកន្លែងមួយហ្នឹងភ្លាមតែម្ដងហើយនៅពេលហ្នឹងគាត់ក៏បានចូលទៅដល់ក្នុងចិត្តនៃឡើងគ្រីសបងប្រុសសម្លាញ់ឥឡូវនេះហ្នឹងបងមកយកឯងហើយឲ្យបងសុំទោសផងដែលប៉ុន្មានឆ្នាំមុននេះហ្នឹងបងតែងតែទន់ខ្សោយនឹងកិច្ចវៃអំពីបញ្ហានៃសម្ពាធនៃក្រុមគ្រួសារឥឡូវនេះហ្នឹងបងមកជួយឯងត្រឡប់ទៅវិញហើយហើយមកហ្នឹងអ្នកទាំងពីរក៏បានចេញទៅវិញហើយនៅពេលហ្នឹងមេក្រុម Yami បានទៅដល់ Funeral ផងដែរថាធ្វើការងារបានល្អស្របពេលហ្នឹងគុកងងឹតក៏បានមកដល់ទីកន្លែងមួយហ្នឹងស្របពេលដែល Petri ហ្នឹងក៏បានចូលទៅដល់ក្នុងគុកងងឹតមួយហ្នឹងជាមួយនឹង Mary ហ្នឹងក៏បានឃើញ Petri ហ្នឹងទៅដល់ទីកន្លែងមួយហ្នឹងផងដែរនៅពេលហ្នឹង Raya ក៏បានចុះមកដល់ទីកន្លែងមួយហ្នឹងភ្លាមតែម្ដង Raya ក៏បានស្វាគមន៍ទៅដល់ Petri ដែលមកដល់ទីកន្លែងមួយហ្នឹងផងដែរហើយគាត់ក៏បាននិយាយរឿងរ៉ាវរបស់ Lick ដែលបានដឹងខ្លួនហ្នឹងប្រាប់ទៅដល់ Petri ផងដែរហើយឲ្យ Petri ហ្នឹងឆាប់ចូលទៅខាងក្នុងដើម្បីផ្លាស់សម្លៀកបំពាក់ឲ្យលឿនឡើងទៅតែអ្វីដែលគាត់ត្រូវការហ្នឹងគឺជាខ្សែករបស់ Yuno បន្ថែមទៀតផងដែរហើយគាត់ហ្នឹងត្រូវតែដាស់ទៅកាន់គ្នារបស់គាត់ដទៃទៀតដែលជាវត្តទោសជាមួយនឹង Fangna អីអញ្ចឹងទៅចំណែកមេក្រុម Yami ហ្នឹងបានត្រឹមតែឈោមើលទៅកាន់គុកងងឹតដ៏ធំមួយហ្នឹងតែប៉ុណ្ណោះ
ងាកមកមើលនៅក្នុងទីធ្លាខាងក្នុងនៃគុកបង្កើតណែវិញរាយាក៏បានទៅដល់ទីកន្លែងមួយទៀតហើយក៏បានឃើញថាវ៉ាតូជាមួយនឹងហ្វេងណានឹងបានងើបដឹងខ្លួនត្រឡប់មកវិញទៅហើយអំឡុងពេលដែលវ៉ាតូហើយនឹងហ្វេងណាបានស្លាប់នឹងដួងព្រលឹងរបស់ពួកគេត្រូវបានគ្នារបស់គេដែលជារាយានឹងប្រមូលយកមកទុកហើយក៏បានដាក់ទៅកាន់រូបរាងកាយថ្មីឲ្យទៅកាន់អ្នកទាំងពីរអំឡុងពេលហ្នឹងហ្វេងណាជាមួយនឹងវ៉ាតូគេក៏បាននឹកឃើញអំពីវេទមន្តដែលអ្នកទាំងពីរបានប្រើប្រាស់ជាមួយនឹង Evil Eye ហ្នឹងគឺជាវេទមន្តនៃអរិយបិសាចភ្នែកនឹងឯងស្របពេលហ្នឹងទៀតផងនាងក៏បានកោះហៅនៅសាលាមែនដែរប៉ុន្តែបែរជាមិនឃើញសាលាមែនដែរទៅវិញហើយនាងឆ្ងល់មែនទែនហេតុអ្វីបាត់សាលាមែនដែរប៉ុន្តែត្រូវបានរាយានិយាយលួងលោមថាមិនអីនោះទេនាងមានវេទមន្តខ្លាំងស្រាប់ទៅហើយតាមពិតទៅហ្នឹងគឺគេក៏មិនដឹងនោះដែរថាសាលាមែនដែរហ្នឹងបាត់បង់ទៅណាចំណែកវេទតោហ្នឹងបាននិយាយទាំងអឹមអៀនថាហ្វាំងណាឆាប់ស្លៀកសម្លៀកបំពាក់ឲ្យលឿនឡើងទៅមើលទៅរាងកាយរបស់នាងចោះនៅពេលហ្នឹងនាងបានសម្លឹងមើលទៅកាន់រាងកាយហើយនាងក៏បានវាយរាយាហ្នឹងដោយសារតែរាយាមើលរាងកាយរបស់នាងរយវិសីមួយកំភ្លៀងហើយហ្នឹងគឺគេបានត្រឡប់ចេញទៅខាងក្រៅអំឡុងពេលហ្នឹងផាត្រីក៏បានសួរដែរថាចុះអាក្មេងប្រុសម្នាក់ហ្នឹងទៅគេនៅឯណាហេតុអ្វីបានជាមិនឃើញគេម្នាក់នៅរាយាបាននិយាយដែរថានៅពេលហ្នឹងក្មេងប្រុសម្នាក់ហ្នឹងបានចាស់ចេញបាត់ទៅហើយគេហ្នឹងមិនមែននៅជាមួយនឹងពួកយើងទៀតនោះទេគេគឺជាមនុស្សធម្មតាតែប៉ុណ្ណោះហើយយើងហ្នឹងក៏មិនចាំបាច់ខ្វល់ទៅជាមួយនឹងម្នាក់ហ្នឹងដែរហើយពួកគេទាំងអស់គ្នាហ្នឹងចាប់ផ្ដើមធ្វើនៅពិធីរបស់ពួកគេដែលធ្វើឲ្យសូរ៉ានេះឆ្ងល់មែនទែនថាពួកគេកំពុងតែធ្វើអ្វីចំណែកដេវីតបាននិយាយដែរថាទ្វារមួយហ្នឹងគឺវាអាចរបើកបន្តិចទៀតនេះឯងតាមកាពិតទៅហ្នឹងពួកគេទាំងអស់គ្នាកំពុងតែបើកទ្វារនៃឋាននរកដែលជា Underworld ស្របពេលដែលដេវីតកំពុងតែនិយាយហ្នឹងគ្រីសក៏បានបើកការវាយប្រហារនៃផ្កាសាគុរ៉ាវាទៅដល់ដេវីតប៉ុន្តែដេវីតហ្នឹងដូចជាមិនខ្វល់នោះទេហើយក៏មិនចង់វាយប្រហារទៅដល់ពួកអ្នកទាំងហ្នឹងផងដែរស្របពេលគ្នាហ្នឹងទៀតសោតឃើញដែរថាពួកអេហ្វ្រេមមួយចំនួនកំពុងតែចុះមកដើម្បីវាយប្រហារទៅដល់ពួកសមាជិកនៃអ្នកប្រយុទ្ធវេទមន្តប៉ុន្តែនៅពេលហ្នឹងផងដែរហ្នឹងភូតថមួយក៏បានរបបនៅទីកន្លែងមួយហ្នឹងហើយក៏ស្ដាប់តែចេញនៅបន្ទាយក្រុមក្របីខ្មៅមកទីកន្លែងមួយហ្នឹងភ្លាមតែម្ដងនៅទីបំផុតក្រុមនៃក្រុមក្របីខ្មៅជាមួយនឹងមន្ត្រីរបស់ពួកគេហ្នឹងគឺបានមកដល់នៅសមរភូមិកំពុងតែប្រយុទ្ធគ្នាក្តៅប្រភពមួយហ្នឹងហើយអាស្តាយហ្នឹងបាននិយាយដែរថាទីបំផុតហ្នឹងអាចមកដល់ទីកន្លែងមួយហ្នឹងហើយអ្នកគ្រប់គ្នាហ្នឹងគឺសមាជិកដូចតែគ្នាហ្នឹងពួកគេនិយាយដែរថាព្រោះឥឡូវនេះហ្នឹងពួកគេនឹងមកជួយគង់ឲ្យបានចំណែកមេក្រុមញ៉ាំមីហ្នឹងគឺថាញញឹមបិទមាត់មិនចិត្តនោះទេដោយសារតែកូនចៅរបស់ខ្លួនបានមកដល់ទីកន្លែងមួយហ្នឹងចំណែកអ្នកគ្រប់គ្នាហ្នឹងក៏បានសម្លឹងមើលទៅកាន់មេក្រុមញ៉ាំមីនិយាយដែរថាសំទោសផងដែលពួកគេទាំងអស់គ្នាមួយយឺតអាស្តាបាននិយាយដែរថាបងប្រុសព្រះរ៉ាប់ដឹងខ្លួនវិញហើយចំណែកនោះអេបាននិយាយដែរថាតើពួកគេហ្នឹងរវល់តែធ្វើអ្វីបានជាមកយឺតម្ល៉េះប៉ុន្តែនៅក្នុងចិត្តវិញហ្នឹងគឺថារំភើបនឹងចង់ហោះទៅហើយដោយសារតែនៅពេលនេះហ្នឹងគឺនាងចង់ឲ្យពួកគេមកឲ្យលឿននឹងឯងអាស្តាហ្នឹងបានសរសើរទៅដល់ឈុតណូអែលថ្មីហើយនៅពេលហ្នឹងណូអែលសួរថាហេតុអ្វីបានជាមិនទាមកដល់កន្លែងហ្នឹងនេះគឺជាស្នាដៃនៃអ្នកប្រយុទ្ធវេទមន្តនៃក្រុមថ្មីរបស់គេនឹងឯងគ្រាន់តែពីនិយាយចប់នៅពេលហ្នឹងផងដែរណូអែលនេះក៏បានសម្លឹងមើលទៅកាន់មន្ត្រីរបស់ពួកគេដែលមន្ត្រីរបស់ពួកគេហ្នឹងបានបើកនៅកណ្ដុងដើម្បីវាយប្រហារទៅដល់អេហ្វ្រេមមួយចំនួនដែលនៅពីមុខរបស់ពួកគេនឹងឯងពេលហ្នឹងនៅតែមិនខ្វល់ក៏ដូចជាមិនខ្លាចទៅការសមាជិកនៃក្រុមក្របីខ្មែរនោះដែរហើយនៅពេលហ្នឹងនៅតែព្យាយាមចូលទៅប៉ុន្តែត្រូវបានក្រុមក្របីខ្មែរហ្នឹងវាប្រហារទៅដល់គេនៅទីកន្លែងមួយហ្នឹងភ្លាមតែម្ដងសប្បាយខ្លាំងណាស់វើយហើយមើលចុះអាកដោបេតងនេះគឺជាគុណក្រុមនៃសមាជិករបស់យើងតើហើយនេះគិតយ៉ាងណាដែរជាមួយនឹងពួកវាមើលទៅកាន់មេក្រុមនៃកដោបេតងទៅមិនអាចនិយាយបាននោះទេដោយសារតែវាអស្ចារ្យខ្លាំងពេកចំណែកផាត្រីឯនេះវិញហ្នឹងគឺគេបានសម្លឹងមើលទៅកាន់ឆ្មារបស់បងស្រីវណ្ណតាដោយសារតែឆ្មាមួយហ្នឹងគឺជាឆ្មារបស់មេធ្លាប់ពេលគ្នានឹងផងដែរហ្នឹងវាមួយសាក៏បានហោះកាត់អំពីមុខក្រុមក្របីខ្មែរតែម្ដងដោយនិយាយថាពិតជាអស្ចារ្យខ្លាំងណាស់ជាមួយនឹងសមាជិកក៏ដូចជាវត្តមានរបស់ពួកគេប៉ុន្តែនៅពេលហ្នឹងមានពលិដែលចាញ់ចាំងមួយក៏បានចេញមកដែលវាគឺជា Dream Match ហើយក៏បានវាប្រហារទៅដល់មន្ត្រីនៃក្រុមក្របីខ្មែរហ្នឹងលើកឆត់ក្បាលតែម្ដងគ្រាន់តែឃើញចឹងភ្លាមហ្នឹងគ្រីបាននិយាយថាជាវេទមន្តនៃក្រុមកាពីតែនរបស់គេមិនតែប៉ុណ្្នឹងនោះទេកូនហ្នឹងគាត់ក៏បានបើកការវាប្រហារជាមួយនឹងវេទមន្តកញ្ចក់របស់គាត់ដើម្បីវាទៅដល់មន្ត្រីមួយហ្នឹងអ្នកគ្រប់គ្នានៅទីកន្លែងមួយហ្នឹងគឺថាធ្លាក់ចុះមកខាងក្រោមអស់រលីងតែម្ដងបងប្រុសក៏ដល់ហ្នឹងគាត់ក៏បានមកចេញអាថ្នាំពុលមិនមែនដើម្បីបំពុលគ្នាឯងនោះទេប៉ុន្តែនៅពេលហ្នឹងត្រូវបានក្រេហ្នឹងបំលែងអាថ្នាំពុលមួយហ្នឹងឲ្យទៅជាពូកដើម្បីឲ្យពួកគេហ្នឹងគឺធ្លាក់ចុះមកដោយមានសុខសុវត្ថិភាពហើយ like A-frame មួយចំនួនហ្នឹងក៏បានហោះចូលជាមួយនឹង portal មួយហ្នឹងដើម្បីចូលទៅដល់ Underworld Henry ហ្នឹងបានស្រូបយកជាមួយនឹងថ្នាំពុលពូកមួយហ្នឹងយកទៅក្នុងខ្លួនរបស់គាត់តែម្ដងដែល Asta បាននិយាយថាតើបងស្រីឆាមីនៅឯណាដល់ពេលហ្នឹងផងដែរហ្នឹងឈុតរបស់ Noel នាងក៏បានអស់ទៅហើយដោយសារតែនៅពេលនេះដល់ដែនកំណត់មួយដែលត្រូវបានបំបិទទៅហើយសូរ៉ាក៏បាននិយាយថាគាត់ក៏មិនសូវជាមានម៉ាណាច្រើននោះដែរចំណែកមេក្រុមយ៉ាមីបាននិយាយថាគាត់នឹងមិនអោយលីកនឹងធ្វើអ្វីឲ្យងាយៗនោះទេឥឡូវនេះហ្នឹងគាត់ទៅខាត់ជាមួយនឹងលីកអញ្ចឹងហើយឲ្យអ្នកគ្រប់គ្នាហ្នឹងការពារខ្លួនឲ្យបានល្អក្រុមនៃក្រុមក្របីខ្មែរទាំងអស់គ្នាហ្នឹងគឺពួកគេនិយាយថាទទួលបញ្ជាចំណែកមេក្រុមយ៉ាមីជាមួយនឹងមេក្រុមកណ្ដុបបៃតងហ្នឹងក៏បានឡើងទៅខាងលើតែម្ដងអ្នកដែលនៅសេសសនហ្នឹងត្រូវរងការវាយប្រហារអំពីរៀនច្បងគោកហ្នឹងក៏បានបើកកញ្ចក់ជាច្រើនហើយនៅពេលហ្នឹងម៉ារីនេះក៏បាននិយាយថាក៏លេចមើលមកកាន់កែភ្នែករបស់នាងហើយកញ្ចក់ទាំងអស់ហ្នឹងគឺចាប់ដើមបញ្ចេញនៅពន្លឺហើយនៅពេលហ្នឹងភ្នែករបស់មេរីបានសម្លឹងមើលទៅកាន់អាស្តាជាមួយនឹងសមាជិកដទៃទៀតដែលពួកគេកំពុងតែសម្លឹងមើលទៅកាន់កញ្ចក់តែពីមើលភ្នែករបស់មេរីហើយហ្នឹងពួកគេទាំងអស់គ្នាក៏បានជាប់ស្តាន់តែម្ដងដែលអាស្តាបាននិយាយថាមិនតន់ចប់នោះទេឥឡូវនេះគាត់ត្រូវតែជួយរៀបច្បងគោកឲ្យត្រឡប់មកដូចដើមវិញហើយនៅពេលហ្នឹងដាវរបស់គាត់ក៏បានស្រូបយកភាពស្តាន់មួយហ្នឹងរយតែពីឃើញអាស្តាដោះស្តាន់បែបហ្នឹងហើយហ្នឹងរៀបច្បងគោកគាត់នៅតែបើការវាប្រហារទៅដល់ពួកអ្នកទាំងអស់គ្នានឹងបន្ថែមទៀតមើលទៅកាន់អ្នកគ្រប់គ្នាហ្នឹងកំពុងតែរកវិធីដើម្បីដោះស្រាយពេលហ្នឹងបានបំលែងដុំថ្មទៅជាកញ្ចក់ដើម្បីកុំឲ្យមានការវាប្រហារដល់នាងចំណែកអ្នកដទៃទៀតហ្នឹងនៅតែព្យាយាមរកការវាប្រហារមួយហ្នឹងរៀបច្បងគោកដល់នៅវិញហ្នឹងបាននិយាយថាគោកនៅតែជាគោកទោះបីជាអេវហ្វ្រេងក៏ដោយក៏មើលទៅការវាប្រហារដូចតែគ្នាចំណែក Harry ដែលជា
ជាសមាជិកថ្មីហ្នឹងគាត់និយាយដែរថាត្រូវតែត្រឡប់យកគោមកវិញឲ្យបានណាមួយវិញទៀតដល់ពេលហ្នឹងសាច់រឿងរបស់យើងគឺបានស្លេះតែត្រឹមហ្នឹងមិនដឹងថាអ្នកទាំងអស់គ្នាហ្នឹងធ្វើយ៉ាងណាដើម្បីយកគោត្រឡប់មកដូចដើមនោះទេមានតែរងចាំទស្សនាវីដេអូភាពបន្តហើយជាចុងក្រោយហ្នឹងសង្ឃឹមថាគ្នាយើងណាបើសិនជាចង់ជួយឧបត្ថម្ភមកកាន់ admin ហ្នឹងក៏អាចមើលតាមរយៈ ABA របស់ admin ផងដែរអរគុណអ្នកទាំងអស់គ្នាធំផងដែរណាបាទ